ខ្ញុំចង់ឲ្យបងប្អូនត្រួតពិនិត្យអំពីធនធាននៃប្រទេសរបស់យើងថាតើធនធាននៃប្រទេសរបស់យើងវាសមរម្យល្មមអាចកសាងប្រទេសរបស់យើងដើម្បីឲ្យពួកយើងទាំងអស់គ្នារស់នៅក្នុងភាពសុខដុមរមនាដែរឬទេបងប្អូនត្រួតពិនិត្យអំពីធនធានធម្មជាតិដែលប្រទេសរបស់យើងមានរួមទាំងធនធានវប្បធម៌ដែលដូនតារបស់យើងបានបន្សល់ទុកមើលដើម្បីឲ្យច្បាស់លាស់ក្នុងចិត្តរបស់បងប្អូនថាប្រទេសរបស់យើងមានធនធានសមរម្យល្មមអាចឲ្យពួកយើងទាំងអស់គ្នារស់នៅក្នុងភាពសុខដុមរមនាបានទី1បងប្អូនមើលព្រៃឈើប្រទេសយើងព្រៃឈើ 70% បើយើងកាប់តាមបច្ចេកទេសឲ្យបានត្រឹមត្រូវរដ្ឋាភិបាលខ្មែរយើងឥតខ្វះលុយសម្រាប់កសាងប្រទេសទេហើយព្រៃឈើនឹងរក្សានិរន្តរភាពនៃចំណូលជាតិនឹងជាអចិន្ត្រៃយ៍មានន័យថាយើងកាប់ហើយកូនឈើតូចវាដុះឡើងមកវិញរៀងរាល់ឆ្នាំយើងនឹងមានចំណូលថវិកាជាអចិន្ត្រៃយ៍ល្មមសមរម្យជាចំណូលថវិកាជាតិអាចឲ្យយើងយកមកអភិវឌ្ឍប្រទេសជាតិដោយមិនចាំបាច់ខ្ចីជំនួយបរទេសឡើយនេះទី1គឺព្រៃឈើដល់ទី2បងប្អូនមើលធនធានធម្មជាតិដទៃទៀតដីខ្មែរណាបងប្អូនជាដីដែលមានជីជាតិណាស់បាត់ដីកម្ពុជាក្រោមទៅណាបងប្អូនដូចបាត់ជង្រុកស្រូវមួយអញ្ចឹងប្រទេសវៀតណាមចាត់ទុកព្រៃអង្គរហ្នឹងគឺជាជង្រុកស្រូវសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋវៀតណាមទាំងមូលប៉ុន្តែឥឡូវយើងនិយាយពីអានៅសល់តិចចុះអាបាត់ឲ្យវាបាត់តិចចុះដីដែលនៅសល់ណាបងប្អូនប្រៀបធៀបជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលមានចំនួនប៉ុណ្ណឹងដីរបស់យើងប៉ុណ្ណឹងប្រជាពលរដ្ឋខ្មែរមិនខ្វះដីធ្វើស្រែធ្វើចម្ការទេនេះបាននិយាយអំពីដីទាំងទំហំដីនិងទាំងដីដែលមានជីជាតិល្អអាចឲ្យយើងធ្វើកសិកម្មបានមានន័យថាយើងអត់ខ្វះដីហើយដីរបស់យើងគឺជាដីល្អទៀតសុទ្ធសឹងតែជាធនធានសម្រាប់អភិវឌ្ឍប្រទេសរបស់យើងដូចផ្ទះយើងមួយអញ្ចឹងណាតើក្នុងផ្ទះរបស់យើងមានធនធានដើមរបស់យើងប៉ុន្មានដើម្បីកសាងក្រុមគ្រួសាររបស់យើងប្រទេសរបស់យើងក៏ដូចគ្នាយើងត្រូវពិនិត្យមើលធនធានរបស់យើងមើលដើម្បីឲ្យយើងច្បាស់លាស់ក្នុងចិត្តថាតើធនធានរបស់យើងនឹងវាសមរម្យល្មមអាចឲ្យយើងរស់នៅក្នុងសេចក្តីសុខបានដែរឬទេទី1មើលព្រៃឈើខ្មែរ 70% បន្ទាប់មកទៀតបងប្អូនមើលដីខ្មែរបើប្រៀបធៀបជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលមានចំនួនប៉ុណ្ណឹងដីខ្មែរគឺប្រជាពលរដ្ឋខ្មែរមិនខ្វះដីធ្វើទេហើយជាដីដែលមានជីជាតិទៀតផងបន្ទាប់មកទៀតបងប្អូនធ្លាប់ឮបងប្អូនធ្លាប់រៀនសូត្រអំពីទន្លេបឹងបួដែលហូរខាត់ខ្វែងពេញផ្ទៃប្រទេសខ្មែរយើងគឺជាប្រទេសដែលមានលក្ខណៈអំណោយផលខ្លាំងណាស់សម្រាប់កសិកម្មទន្លេបឹងបួដូចតសៃឈាមអញ្ចឹងពេញផ្ទៃប្រទេសខ្មែរទាំងអស់ហើយនៅក្នុងបឹងបួទាំងអស់ហ្នឹងគឺសម្បូរត្រីណាស់ខ្មែរយើងអាចថែរក្សាត្រីហ្នឹងដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់យើងបានយ៉ាងសុខស្រួលគេហៅទឹកដីរបស់យើងថាជាទឹកដីសុវណ្ណភូមិបន្ទាប់មកទៀតណាយើងជាប់នឹងឆ្នេរសមុទ្រទៀតប្រទេសយើងមានអំណោយផលធម្មជាតិសម្រាប់ទេសចរប្រទេសយើងមានតំបន់ភ្នំមានតំបន់ខ្ពង់រាបមានតំបន់មាត់សមុទ្រមានវាលទំនាបសម្រាប់ធ្វើកសិកម្មហើយប្រទេសរបស់យើងមានលក្ខណៈមូលអត់ពិបាកធ្វើដំណើរទេអត់មែនវែងទៅលយដោយប្រទេសវៀតណាមពិបាកធ្វើដំណើរទេប្រទេសយើងមូលសន្តានដីរបៀបហ្នឹងមានលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍណាស់ហើយបើអភិវឌ្ឍទេសចរផងផ្ទៃដីរបស់យើងមានលក្ខណៈខុសៗគ្នាហើយសម្បូរសម្បត្តិវប្បធម៌ទៀតដូចជាប្រាសាទបុរាណអីជាដើមរតនគិរីមណ្ឌលគិរីមានសន្តានដីផ្សេងពីយើងជាតំបន់ទេសចរដែលយើងអាចអភិវឌ្ឍទាញយកកត្តាសក្តានុពលភាពរបស់ធម្មជាតិនៅតំបន់នោះបានកោះកុងកំពង់សោមកំពតមានលក្ខណៈផ្សេងសៀមរាបទៅមានលក្ខណៈផ្សេងបាត់ដំបងទៅមានលក្ខណៈផ្សេងប្រទេសយើងអំណោយផលខ្លាំងណាស់ខាងវិស័យទេសចរនិងវិស័យកសិកម្មបន្ទាប់មកទៀតបងប្អូនខ្មែរយើងកាន់ចំពុទ្ធសាសនាទៀតដែលជាអំណោយផលមួយដែលយើងបានចាប់មកចំប៉ុន្តែបងប្អូនចាំត្រួតពិនិត្យមើលថាតើពុទ្ធសាសនាដែលជាមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធហ្នឹង
បានជួយយើងយ៉ាងម៉េចខ្លះឬវាដូចជាសត្វស្វាមួយបានដូងពិតណាស់ដូងគេមានខ្ទិះរបស់គេត្រឹមត្រូវប៉ុន្តែមួយជីវិតរបស់ស្វាមិនដែលក្រេបជញ្ជក់បានខ្ទិះដូងបន្តិចសោះនឹងជារឿងមួយទៀតទៅសុទ្ធសឹងតែជាធនធានដែលខ្មែរយើងត្រូវទាញយកមកអភិវឌ្ឍសម្រាប់ការរស់នៅក្នុងភាពសុខដុមរមនាបានបន្ទាប់មកទៀតខ្មែរយើងមានអង្គរវត្តទៀតដែលជាសម្បត្តិវប្បធម៌ល្បីល្បាញបរទេសច្រើនណាស់ដែលគេនឹកស្រមៃចង់ឃើញអង្គរវត្តប៉ុន្តែមានបរទេសមួយចំនួនធំដែលមិនអាចមានលទ្ធភាពមកមើលអង្គរវត្តបានប៉ុន្តែបងប្អូនមើលតើខ្មែរបានទាញយកកត្តាសក្តានុពលភាពពីធម្មជាតិផងនិងពីសម្បត្តិវប្បធម៌ដែលដូនតាបានបន្សល់ទុកផងដើម្បីមកទ្រទ្រង់ជីវភាពរស់នៅឲ្យបានប្រសើរដែរឬទេក្រៅពីនឹងណាបងប្អូននៅមានភាពល្អមួយទៀតគឺប្រព័ន្ធដឹកនាំរដ្ឋដែលចារនៅក្នុងរដ្ឋធម្មនុញ្ញថាជាប្រព័ន្ធដឹកនាំរដ្ឋបែបប្រជាធិបតេយ្យប្រទេសយើងនៅក្នុងរដ្ឋធម្មនុញ្ញចែងថាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសុទ្ធសឹងតែជាកត្តាសក្តានុពលភាពអាចឲ្យប្រទេសដ៏តូចមួយនឹងណាបងប្អូនរស់នៅយ៉ាងសុខស្រួលបានប៉ុន្តែបងប្អូនពិនិត្យមើលភាពជាក់ស្ដែងរបស់ប្រទេសយើងទៅមើលធនធានធម្មជាតិទាំងអស់នេះអាចជួយទ្រទ្រង់ជីវភាពរស់នៅរបស់យើងបានដែរឬទេក្រៅអំពីអ្វីៗដែលខ្ញុំបានរៀបរាប់ខាងដើមខ្មែរយើងនៅមានរ៉ែទៀតដែលជាសម្បត្តិធម្មជាតិក្នុងដីអាចជួយឲ្យខ្មែររស់នៅបានសេចក្តីសុខប៉ុន្តែបងប្អូនមើលទីបំផុតតើខ្មែរយើងទៅជាយ៉ាងម៉េចអញ្ចឹងបានខ្ញុំចង់សួរបងប្អូនថាអ្វីដែលជាអំណោយផលតាំងពីធម្មជាតិនិងអំណោយផលដែលដូនតាបានបន្សល់ទុកគឺសម្បត្តិវប្បធម៌វាគឺជាកាដូសម្រាប់ជនជាតិខ្មែរឬវាជាកម្មវេរារបស់ជនជាតិខ្មែរបើភាសារបស់យេស៊ូវគេនិយាយថាតើជាព្រះពរឬជាបណ្ដាសារបស់ព្រះស្រីម្នាក់ណាបងប្អូនដែលមានរូបរាងស្អាតពីកំណើតបើនាងនឹងមិនចេះប្រើរូបរាងស្អាតពីកំណើតរបស់ខ្លួនជួនកាលបងប្អូនទឹកអាសិចវាធ្វើឲ្យនាងនឹងខូចសម្ផស្សខូចអនាគតអស់មួយជីវិតព្រោះតែសម្ផស្សរបស់ខ្លួនអញ្ចឹងបានគេដាក់សំណួរថាតើរូបសម្ផស្សដ៏ស្អាតហ្នឹងវាជាព្រះពរឬជាបណ្ដាសាមានប្រទេសដែលមានធនធានធម្មជាតិច្រើនណាស់នៅលើโลกនេះប៉ុន្តែมันអាចអភិវឌ្ឍប្រទេសរបស់ខ្លួនបានអញ្ចឹងបានខ្ញុំចង់សួរទៅបងប្អូនថាធនធានធម្មជាតិនិងសម្បត្តិវប្បធម៌ដែលជាកត្តាសក្តានុពលភាពរបស់ប្រទេសយើងសម្រាប់ឲ្យកូនចៅចំនួនក្រោយរស់បានសុខស្រួលនេះតើវាជាព្រះពរឬក៏ជាបណ្ដាសាសម្រាប់ជនជាតិមួយនេះវាជាកាដូឬក៏ជាកម្មពៀវេរារបស់ជនជាតិមួយនេះពាក្យខ្មែររបស់យើងណាបងប្អូនធ្លាប់ឮហើយគោលឿនសកោស្រីល្អសកូតគេចង់និយាយថាម៉េចគេចង់និយាយថាមានស្រីល្អច្រើនណាស់ដែលคล้ายទៅជាអភ័ព្វពីព្រោះតែរូបសម្បត្តិរបស់ខ្លួនប្រទេសខ្មែរយើងស្ថិតក្នុងស្ថានភាពបែបហ្នឹងបងប្អូនសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌ដែលដូនតាបានបន្សល់ទុកវាគួរណាស់តែខ្មែរយើងរស់នៅក្នុងភាពសុខស្រួលប៉ុន្តែទីបំផុតទៅបងប្អូនខ្មែររបស់យើងคล้ายទៅជាប្រទេសក្រីក្រអញ្ចឹងបានខ្ញុំចង់សួរបងប្អូនថានេះគឺជាព្រះពរឬក៏ជាបណ្ដាសាបើពាក្យខ្មែររបស់យើងថានេះគឺជាកាដូរបស់ធម្មជាតិឬក៏ជាកម្មពៀវេរារបស់យើងកើតមកមានរូបសម្ផស្សស្អាតគួរណាស់តែវាជាភ័ព្វសំណាងរបស់យើងប៉ុន្តែដោយសាររូបសម្ផស្សស្អាតប្រុសណាក៏ចង់បានទីបំផុតគេជះទឹកអាសិចដាក់ចំមុខយើងគេប្រច័ណ្ឌគ្រប់បែបគ្រប់យ៉ាងបងប្អូនចំណាំមើលមនុស្សស្រីដែលស្អាតភាគច្រើនខូចខ្លួនតាំងពីក្មេងតែអញ្ចឹងបានខ្ញុំចង់សួរបងប្អូនថារូបសម្ផស្សស្អាតហ្នឹងវាជាកាដូធម្មជាតិឬវាជាកម្មវេរារបស់ស្រីហ្នឹងប្រទេសខ្មែរយើងសម្បូរសម្បត្តិធម្មជាតិសម្បូរសម្បត្តិវប្បធម៌គួរឲ្យជនជាតិខ្មែរយើងដែលមានចំនួនតែជាង10លាននាក់ហ្នឹងរស់នៅបានយ៉ាងសុខស្រួលចុះហេតុអ្វីបានជាប្រទេសយើងក្រីក្រខ្លាំងម្ល៉េះបងប្អូនគ្មានអ្វីក្រៅអំពីម្ចាស់ប្រទេសហ្នឹងมันបានគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនឲ្យបានត្រឹមត្រូវទេគ្មានរឿងអីក្រៅអំពីរឿងហ្នឹងទេហើយបើបងប្អូនមិនព្រមទទួលថាចំណុចនេះគឺជាការពិតដែលបងប្អូនត្រូវតែកែលម្អបងប្អូនចង់រុញការទទួលខុសត្រូវនេះទៅដាក់ឲ្យអ្នកដឹកនាំជាតិមួយជីវិតរបស់បងប្អូនដោះស្រាយអត់ចេញទេបើបងប្អូនមិនព្រមទទួលថា
កំហុសខុសឆ្គងនេះគឺមកពីពួកយើងទាំងអស់គ្នាអត់ស្គាល់អំពីសិទ្ធិជាម្ចាស់ក្នុងការគ្រប់គ្រងប្រទេសបងប្អូនចេះតែបដ ாய் ឲ្យអ្នកដឹកនាំនឹងដឹកទៅបងប្អូនយល់ថាបងប្អូនគ្មានកិច្ចការអ្វីតាក់ទងជាមួយនឹងនយោបាយទេកិច្ចការដឹកនាំរដ្ឋទុកឲ្យតែអ្នកដឹកនាំនឹងដឹកទៅបើបងប្អូនមិនយល់ថាចំណុចកន្លែងនេះគឺជាការខុសឆ្គងទេអត់មានដំណោះស្រាយទេបងប្អូនអត់មានដំណោះស្រាយទេនៅលើលោកនេះមានប្រទេសច្រើនណាស់ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិប៉ុន្តែប្រទេសនោះនៅតែជាប្រទេសក្រីក្រប៉ុន្តែមានប្រទេសមិនតិចដែរដែលអត់មានសម្បត្តិធម្មជាតិអ្វីទាំងអស់ឬមានសម្បត្តិធម្មជាតិយ៉ាងតិចតួចប៉ុន្តែคล้ายទៅជាប្រទេសអ្នកមានស្ដុកស្ដំមានជាអាចកូរ៉េខាងត្បូងតៃវ៉ាន់សិង្ហបុរីជប៉ុនអ៊ីស្រាអែលសុទ្ធសឹងតែជាប្រទេសខ្សត់ខ្សោយសម្បត្តិធម្មជាតិខ្លាំងណាស់ប៉ុន្តែទីបំផុតណាបងប្អូនคล้ายទៅជាប្រទេសដែលមានស្ដុកស្ដំសិង្ហបុរីកូនកោះតូចកប៉ុកឡុកបងប្អូនរត់តែទឹកសាបផិតមិនបានផងឆ្នៃទឹកប្រើប្រាស់ទឹកបោកគក់ខោអាវក្នុងផ្ទះយើងណាបវលយកទៅធ្វើទឹកស្អាតយកមកផឹកវិញប៉ុន្តែបងប្អូនមើលសិង្ហបុរីមើលជាប្រទេសល្បីល្បាញក្នុងលោកនេះតៃវ៉ាន់ក៏ដូចគ្នាអត់មានស្អីទេកោះតៃវ៉ាន់មានតែថ្មប្រប្រាស់ទឹកនឹងត្មងគ្មានសម្បត្តិធនធានធម្មជាតិស្អីទេប៉ុន្តែបងប្អូនមើលតៃវ៉ាន់មើលនៅអង្គការសហប្រជាជាតិតៃវ៉ាន់អត់មានកៅអីផងពីព្រោះកៅអីអង្គការសហប្រជាជាតិគេឲ្យទៅចិនតៃវ៉ាន់សឹងតែមិនពេញមុខជាប្រទេសផងមានប្រទេសខ្លះគេមិនរកស៊ីជាមួយតៃវ៉ាន់ផងពីព្រោះជាប់សម្ពាធជាមួយនឹងចិនវាគៀបសង្កត់មិនឲ្យប្រទេសណាដែលតាក់ទងជាមួយនឹងចិននឹងតាក់ទងជាមួយតៃវ៉ាន់ព្រោះថាតៃវ៉ាន់នឹងជាផ្នែកមួយនៃប្រទេសចិនប៉ុណ្ណឹងហើយណាបងប្អូនតៃវ៉ាន់នៅតែអាចអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបានទៀតសួរថាតើមកពីមូលហេតុអ្វីបងប្អូនគ្មានអ្វីក្រៅអំពីខួរក្បាលទេជនជាតិអ៊ីស្រាអែលគេសួរថាអ្នករស់នៅលើវាលខ្សាច់ហេតុអ្វីបានជាប្រទេសរបស់អ្នកคล้ายទៅជាប្រទេសរីកចម្រើនពេលលើសំណួរហ្នឹងវាអត់ឆ្លើយអីក្រៅអំពីច្អល់ទៅខួរក្បាលវាទេគ្មានអ្វីក្រៅអំពីខួរក្បាលទេគេថាប្រទេសដែលអត់មានសម្បត្តិធម្មជាតិណាបងប្អូនគេបានវិនិយោគទុនទៅលើការបណ្ដុះបណ្ដាលមនុស្សយ៉ាងច្រើនចំណាយលុយច្រើនណាស់ទៅលើការបណ្ដុះបណ្ដាលមនុស្សពេលណាគេបណ្ដុះបណ្ដាលមនុស្សបានគេនិយាយថាគឺមនុស្សនេះហើយដែលជាធនធានដែលបូមយកមិនរីងស្ងួតទាល់តែសោះគឺជាធនធានមួយយ៉ាងដែលបូមយកមិនចេះរីងស្ងួតទាល់តែសោះបើព្រៃឈើកាប់ទៅអស់បើរ៉ែជីកទៅអស់ប៉ុន្តែបើវិនិយោគទុនលើមនុស្សបានហើយគឺជាធនធានមួយដែលបូមយកមិនចេះរីងស្ងួតទាល់តែសោះអញ្ចឹងបានជាមានអ្នកសរសេរសភៅមួយគេសរសេរថាចូលអ្នកយកប្រេងខ្ញុំចុះប៉ុន្តែចូលអ្នកឲ្យមកខ្ញុំវិញនៅសៀវភៅសូមអ្នកយកប្រេងខ្ញុំចុះប៉ុន្តែសូមអ្នកឲ្យមកខ្ញុំវិញនៅសៀវភៅជនជាតិអ៊ីស្រាអែលគេរកឃើញថាគឺជាជនជាតិដែលអានសៀវភៅច្រើនជាងគេបំផុតក្នុងលោកនេះយ៉ាងតិចបំផុត1ឆ្នាំនៅក្នុងបន្ទប់ដេករបស់ជនជាតិអ៊ីស្រាអែលមានសៀវភៅថ្មី10សៀវភៅបងប្អូនថ្លៃ$100ក៏ដោយទោះជនជាតិអ៊ីស្រាអែលហ៊ានទិញដែរកាដូសម្រាប់គ្រប់ពិធីទាំងអស់ដែលជនជាតិអ៊ីស្រាអែលសប្បាយជាងគេគឺកាដូសភៅបញ្ហាដែលតាក់ទងជាមួយនឹងភាពក្រីក្រដែលតាក់ទងជាមួយនឹងការមានបានគ្មានអ្វីក្រៅពីធនធានមនុស្សទេប៉ុន្តែណាបងប្អូនបើយើងអង្គុយរៀបរាប់អំពីអតីតកាលវាគ្រាន់តែជាការស្រណោះស្រណោករបស់ជនជាតិមួយទេប៉ុន្តែអ្វីវាហួសអស់ទៅហើយមិនអាចហៅវាឲ្យត្រឡប់មកវិញបានទេឧទាហរណ៍ដូចយើងបាត់ដីកម្ពុជាក្រោមវាគឺជារឿងហួសទៅបាត់ហើយឧទាហរណ៍យើងអង្គុយអួតពីអតីតកាលដ៏រុងរឿងរបស់យើងគឺសម័យអង្គរវត្តវាគឺជារឿងហួសបាត់ទៅហើយខ្មែរយើងគ្មានមោទនភាពអ្វីក្រៅអំពីអតីតកាលរបស់ខ្លួនទេប៉ុន្តែបងប្អូនមើលជនជាតិអ៊ីស្រាអែលមើលដូនតារបស់គេបានធ្វើឲ្យបាត់ដីដល់ពេលកូនចៅចំនួនក្រោយយកដីនឹងបានមកវិញប៉ុន្តែខ្មែរយើងអួតតែពីដូនតាប៉ុន្តែដល់ពេលខ្លួនឯងគ្មានអីអួតទេណែបញ្ហានៅត្រង់ហ្នឹងណាបងប្អូនបញ្ហានៅត្រង់បច្ចុប្បន្នកាលរបស់យើងអញ្ចឹងបានខ្ញុំចង់បិទទំព័រប្រវត្តិសាស្ត្ររបស់យើងរឿងអតីតកាលគ្រាន់តែជាការចងចាំនិងជាបទពិសោធន៍បានហើយកុំឲ្យតែដេកលងលក់ស្ដាយស្រណោះអតីតកាលប៉ុន្តែសូមផ្ដោតអារម្មណ៍ទាំងស្រុងមកបច្ចុប្បន្នវិញឥឡូវនេះអ្វីដែលយើងសេះសល់
ជាទ្រព្យធនរបស់ពួកយើងយើងត្រូវយកមកប្រមូលផ្ដុំដើម្បីកសាងប្រទេសរបស់យើងវិញទី1អ្វីដែលនៅជាប់នឹងយើងបន្តិចបន្តួចដែលយើងអាចយកមកអភិវឌ្ឍប្រទេសយើងបានធនធានធម្មជាតិឃើញថាប៉ុណ្ណឹងឥឡូវយើងទុកវាប៉ុណ្ណឹងទៅចុះកត្តាមួយទៀតគឺកត្តាពុទ្ធសាសនាហើយយកមកនិយាយគ្នាហ្នឹងអាហ្នឹងនៅសេសសល់អាចយកមកនិយាយគ្នាបានមេរៀនរបស់ព្រះជាមេរៀនអស្ចារ្យគម្ពីរបត្រៃបិដក110ក្បាលផ្ដាំអើយផ្ដាំទិញចាំមាត់ដូចទិញកខកខងដើម្បីឲ្យពួកយើងដឹងថាព្រះអង្គចង់ប្រាប់យើងអំពីរឿងអីប៉ុន្តែឥឡូវនេះយើងយកមកសូត្ររត់មាត់អាពាក្យបណ្ដាំដែលព្រះសម្មាសម្ពុទ្ធចង់ប្រាប់អីដល់យើងអត់ដឹងតើសោះគិតតែពីសូត្រជាប់មាត់អញ្ចឹងទៅឧទាហរណ៍ម៉ែយើងគាត់ស្លាប់បាត់ទៅរួចហើយគាត់ទៅសេកដាក់មួយឲ្យមកយើងកូនហើយកូនមាសម៉ែណា5តលឹងនៅតសកឡោង5តលឹងទៀតនៅក្រោមចដាអា5តលឹងទៀតនៅក្រោមដើមដូងម៉ែគាត់ស្លាប់ទៅគាត់ទៅសេបណ្ដាំមរតកប្រាប់មកយើងដើម្បីឲ្យកូនចៅចំនួនក្រោយហ្នឹងទៅគាស់យកមាសហ្នឹងយកមកស៊ីយកមកចាយដល់ពេលឯងយកមកសោតកូនហើយកូនមាស5តម្លឹងនៅតសកឡោងមាស5តម្លឹងនៅក្រោមចិនដាមាស5តម្លឹងទៀតនៅក្រោមដើមដូងហួចចេះតែសោតចឹងទៅវាអត់ដឹងថាម៉ែនឹងចង់និយាយថាម៉េចអវិជ្ជាបច្ចយាសង្ខារាសង្ខារបច្ចយាវិញ្ញាណังវិញ្ញាណបច្ចយានាមរូបាំងហើយចេះតែទៅចឹងទៅមិនដឹងថាព្រះសម្មាសម្ពុទ្ធនឹងចង់ប្រាប់អីគម្ពីរបត្រៃបិដក110ក្បាលហ្នឹងគ្រាន់តែចាំនឹងបានបនបដោយដំណើរនឹងហើយដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជាដំណើរទៅរកការរលំរលាយមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធតើពីណាធ្វើឲ្យរលំរលាយឧបាសកឧបាសិកាភិក្ខុភិក្ខុនីបងប្អូនហើយមកប្រទេសខ្មែរណាបងប្អូនចំណាយច្រើនណាស់ទៅលើកិច្ចការសាសនារកប្រយោជន៍មិនឃើញទេអញ្ចឹងរឿងសាសនានេះគឺត្រូវតែកែលម្អសាជាថ្មីឡើងវិញអ្វីក៏ដោយចាំអ្នកយល់ចាំអ្នកធ្វើពីព្រោះអ្នកចំណាយច្រើនណាស់រឿងកិច្ចការសាសនានេះតែអ្នករកប្រយោជន៍មិនឃើញទេអញ្ចឹងកិច្ចការសាសនាក៏ជាកត្តាសក្តានុពលភាពមួយរបស់ខ្មែរដែលត្រូវតែកែលម្អយកមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងយកមកប្រើឲ្យបានជាប្រយោជន៍ថ្ងៃនេះខ្ញុំមិនចង់និយាយច្រើនអំពីរឿងពុទ្ធសាសនាឬមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងទេខ្ញុំចង់និយាយអំពីកត្តាសក្តានុពលភាពមួយទៀតគឺប្រជាធិបតេយ្យអានឹងក៏ជាកត្តាសក្តានុពលភាពរបស់ប្រទេសយើងដែរយើងកាន់លទ្ធិនឹងហើយណាបងប្អូនអំណាចនិងសិទ្ធិក្នុងការរៀបចំចាត់ចែងកិច្ចការប្រទេសជាតិជារបស់ប្រជាពលរដ្ឋទៅហើយប៉ុន្តែនៅតែបញ្ហាត្រង់ថាប្រជាពលរដ្ឋអត់យល់អានឹងទៀតអញ្ចឹងបានខ្ញុំថាតើមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលយើងហៅថាពុទ្ធសាសនាហ្នឹងចូលមកស្រុកខ្មែរនេះរួមទាំងប្រជាធិបតេយ្យផងចូលមកស្រុកខ្មែរហ្នឹងតើវាជាព្រះពរឬជាបណ្ដាសាវាជាកណ្ដោសម្រាប់ជនជាតិយើងឬក៏ជាកម្ពុជាវេរារបស់ជនជាតិយើងបងប្អូនមើលរាល់ថ្ងៃមើលច្រើនណាស់អ្នកដែលកេងប្រវាញ់ប្រជាពលរដ្ឋក្នុងពុទ្ធសាសនាហ្នឹងរស់នៅយ៉ាងសុខស្រួលដែលមេរៀនរបស់ព្រះណាជាមេរៀនល្អដែលពួកយើងត្រូវបានប្រយោជន៍គ្រប់គ្នាតែទីបំផុតបងប្អូនក្រលហាមស្បែកកពើស៊ីមិនមុតទេប៉ុន្តែខំប្រឹងបលិចបន្តិចយកទៅចូលខាងសាសនាហ្នឹងអានឹងវាទៅជាកម្មពៀវេរារបស់យើងទៅវិញដូចគ្នាជាមួយប្រជាធិបតេយ្យរបបគេល្អចិត្តងាប់ឯងតាំងពី1940ជាងមកគ្រាន់តែងាប់ដោយសារប្រជាធិបតេយ្យនឹងប្រមាណទេបងប្អូនមើលរហូតដល់សប្តាហ៍ទៀតអត់បានប្រយោជន៍ពីប្រជាធិបតេយ្យទៀតបងប្អូនមើលអញ្ចឹងបានខ្ញុំសួរថាតើប្រជាធិបតេយ្យចូលស្រុកខ្មែរហ្នឹងវាជាកាដូរបស់ជនជាតិខ្មែរឬជាកម្មពៀវេរាបើព្រះយេស៊ូវគេថាតើនេះជាព្រះពររបស់ព្រះឬជាបណ្ដាសារបស់ព្រះដែលត្រូវបញ្ចូលប្រជាធិបតេយ្យមកក្នុងស្រុកហ្នឹងឲ្យវាងាប់អស់ពី3លានអ្នកទៅអាបើកម្ពុជាប្រជាធិបតេយ្យទៅបងប្អូនឥឡូវហ្នឹងពេញប្រទេសតៃបកាច់យកពេញប្រទេសទាំងអស់សិតតតៃទាំងអស់ខ្ញុំសួរតតៃហ្នឹងចូលមកស្រុកខ្មែរហ្នឹងជាកាដូសម្រាប់ជនជាតិខ្មែរឬក៏ជាកម្មពៀវេរារបស់ជនជាតិខ្មែរទៀតហើយយើងត្រូវតែប្រជុំគ្នាតែចែកគ្នានិយាយគ្នាឲ្យល្អិតល្អន់ពីប្រជាធិបតេយ្យនឹងបន្តិចបើមិនអញ្ចឹងទេណាបងប្អូនកត្តាសក្តានុពលភាពមួយនេះអាចคล้ายទៅជាទុក្ខវេទនារបស់ជនជាតិយើងទៀតដែររូបសម្ផស្សស្អាតល្អហើយប៉ុន្តែតើអ្នកប្រើមិនត្រូវរូបសម្ផស្សស្អាតហ្នឹងคล้ายទៅជាកម្មពៀវេរារបស់អ្នកអាគេរូបរាងអាក្រក់មានអីមានណាជះទឹកកសិចដាក់មានអាណាតាមបាញ់
អាណាតាមតដើមមានតែធ្វើប្រពន្ធចុងគេណាមានខូចខ្លួនទេណាដល់ពេលស្រីស្អាតវិញទឹកអាសិចទៅធ្វើប្រពន្ធចុងគេទៅប្រពន្ធដើមគេតាមវាយតាមបាញ់អញ្ចឹងទៅតាមគំរាមតាមកំហែងអញ្ចឹងទៅព្រោះរឿងអីថាព្រោះមានកដោមួយគឺរូបសម្ផស្សស្អាតហ្នឹង